finally អ្នកទាំងអស់គ្នាពួកយើងបានបញ្ចប់ថ្នាក់ HSK1 ហើយពេលខ្ញុំផុសវីដេអូលើកមុនហ្នឹងគឺមានគ្នាយើងច្រើនមែនទែនចាប់អារម្មណ៍តាក់ទងជាមួយនឹងការរៀនភាសាចិនហ្នឹងសម្រាប់ថ្នាក់ភាសាចិនទូទៅហ្នឹងគឺពួកយើងរៀននៅវិទ្យាស្ថានខុងជឺដែលមានទីតាំងនៅផ្សារសវណ្ណាចាស់បងប្អូនទាំងអស់គ្នាអត់ពិបាករកទេសំខាន់ឥឡូវហ្នឹងគឺគេមានបើកទទួលពាក្យសម្រាប់សិស្សថ្មីសម្រាប់ថ្នាក់ HSK1 ហ្នឹងគឺសិតតែអ្នកអត់ចេះចិនអ្នកថ្មីទាំងអស់គ្នាហ្មងអញ្ចឹងសម្រាប់ការដាក់ពាក្យវិញគឺងាយស្រួលគេអត់ត្រូវការឯកសារអីច្រើនទេក្រៅតែពាក្យអត្តសញ្ញាណប័ណ្ណហើយនិងពាក្យស្នើសុំបងប្អូនចង់ដឹងព័ត៌មានបន្ថែមអាចចូលទៅក្នុង Facebook page របស់វិទ្យាស្ថានខុងជឺបានដោយឡែកបើសិនជាយើងចង់ចូល HSK2 ត្រូវតែមានសញ្ញាបត្រសិនអញ្ចឹងពួកខ្ញុំមិនសមអីហ្នឹងគឺទទួលបានសញ្ញាបត្រម្នាក់មួយឯងសប្បាយក៏សប្បាយ emotional ក៏ emotional ដែរដោយសារតែកំឡុងពេល20សប្តាហ៍ហ្នឹងគឺយើងឆ្លងកាត់មួយគ្នាច្រើនគូសំដែររៀនតាំងពីអត់ចេះសោះហ្មងរហូតមកដល់ស្គាល់ភីងយីហាន់ជឺអីមកកណូពីផ្សេងឡៅឈឺហ្មងគាត់ចិត្តត្រឡប់ទៅចិនវិញហើយអញ្ចឹងគឺយើងរៀបចំអំណោយឲ្យគាត់មានបាច់ផ្កាយអញ្ចឹងទៅក៏មានការញ៉ាំអីជុំគ្នាសិស្សរួមថ្នាក់វិញគឺថាស្រស់ដៃស្រស់ជើងដើរមួយគ្នាគឺត្រូវខ្លាំងមែនតើខ្ញុំចាំបានថាពេលចូលដំបូងហ្នឹងមួយម៉ាត់ក៏អត់និយាយរកគ្នាផងហើយមកតឥឡូវគឺថាចាក់ទឹកមិនលិចទេតែ stress ខ្លាំងហើយកំពុងតែរក hobby ថ្មីៗខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នារៀនជាភាសាចិនឬមួយក៏រៀនភាសាថ្មីៗទៅដើម្បីឲ្យខួរក្បាលយើងវារៀងដើរជាងមុនកាត់ stress កាត់អីចឹងតាមមួយពេលវេលាដើរលឿនណាតែមក flat ទេទទួលបានសញ្ញាបត្រមួយបាត់ទៅរៀនសប្បាយហើយទទួលបានចំណេះដឹងទៀតសំខាន់អ្វីដែលធ្វើឲ្យខ្ញុំ motivate ខ្លាំងនោះគឺបន្ទុករបស់ខ្ញុំអត់ទៀតទេអ្នកទាំងអស់គ្នាបានដល់ទៅ94ពេលចឹងគឺធ្វើឲ្យខ្ញុំចង់រៀន HSK 2តទៅមុខទៀតណា